វាសួរលោកគ្រូចឹងតកតងជាមួយនឹងវីដេអូនេះដែរគឺបង្ហាញតកតងជាមួយនឹងការបង្កើតទៅលើ user ក៏ដូចជា user management ចឹងដំបូងគឺយើងត្រូវឲ្យ comment មួយមកជាមួយសិនថាតើយើងនៅ user មួយណាអូខេអូសិខអូខេអញ្ចឹងខ្ញុំនៅលើ user ដុល្លារ pwd home ដុល្លារដែរហើយ hash name គឺ$1ហើយតកតងជាមួយនឹង OR release គឺយើងត្រូវឲ្យ comment cat slash etc/os release releaseអូខេចឹងសម្រាប់តកតងជាមួយនឹង OR release គឺយើងអាចមើលកន្លែងចងចំណុចនេះបានគឺវាស្ថិតនៅno not that one គឺនៅលើ version នេះគឺវា 24.0404 អូខេអញ្ចឹងអានេះតកតងជាមួយនឹង OS release អូខេចាំមកដល់ចំណុចនេះគឺតកតងជាមួយនឹង comment បង្កើត user ចឹងសម្រាប់ user មួយនេះដែរការបង្កើតគឺអត់មាន directory ឬក៏និយាយទៅគឺវាអត់មាន directory សម្រាប់ក្នុងការ store ទៅលើទាំងផ្សេងៗនៅក្នុង user ហ្នឹងអញ្ចឹងយើងឲ្យ comment មក sudo user add ចឹងឲ្យដាក់ text អូខេកន្លែងនេះវាឲ្យដាក់ password មកអូខេអញ្ចឹងតទៅពីយើងធ្វើការបង្កើតរួចមកគឺយើងវាយ comment មួយទៀតគឺបង្ហាញថាតើ user មួយហ្នឹងបានបង្កើតហើយនៅអញ្ចឹងយើងវាយមក cat etc/pwd no not pwd p-a-f-f-wd អូខេអញ្ចឹងកន្លែង list ទាំងអស់នេះគឺយើងសង្កេតមកត្រង់ចំណុចនេះគឺឲ្យតែយើងឃើញថាលេខ1000គឺបានន័យថាជា user ដែលយើងបានបង្កើតដោយខ្លួនឯងហើយក្រៅពីខ1000ទៅគឺដូចជាលេខ100ដូចជាអីនេះហ្នឹងគឺវាជាតន័យដែលមាននៅក្នុងម៉ាស៊ីនស្រាប់ទេអញ្ចឹងវាមានប៉ះពាល់ទៅលើ user របស់យើងតែយើងគ្រាន់តែចំណាំថា1000ហ្នឹងគឺជា user ដែលយើងបានបង្កើតអូខេអញ្ចឹងដើម្បីបញ្ជាក់ថាតើ user មួយហ្នឹងវាមាន directory អត់គឺយើងគ្រាន់តែវាយ cp/home ហ្នឹងមកយើងដាក់ list អូខេអញ្ចឹងវាបានបង្ហាញឲ្យឃើញថាមានតែ user តុលាទេដែលមាន directory អាចបង្កើតអីផ្សេងៗនៅក្នុង user មួយហ្នឹងអូខេអញ្ចឹងបន្ទាប់ពីបង្ហាញកន្លែងចំណុចហ្នឹងហើយគឺចំណុចបន្ទាប់គឺតទៅជាមួយនឹងការ delete user អញ្ចឹងបង្កើតក៏យើងអាច delete បានដូចគ្នាយើង cd សិនមក pwd អូខេអូខេអញ្ចឹងបានន័យថាឥឡូវគឺយើងនៅ user តុលាតើទេចាំខ្ញុំ clear មួយសិនមកដើម្បី zoom មើលអូខេបន្តមកទៀតគឺ comment delete អញ្ចឹងវាស្រដៀងគ្នាជាមួយនឹង comment add ត្រែទេហើយយើង sudo user del ហើយឈ្មោះ user ដែលយើងបង្កើតហ្នឹងគឺ ztext អូខេអញ្ចឹងបានន័យថា user មួយហ្នឹងគឺបាន delete ហើយអញ្ចឹង comment ដែលយើងត្រូវវាយបន្ទាប់ដើម្បីចង់ដឹងថាវាបាន delete នៅគឺ cat etc/pass wd អូខេអញ្ចឹងសម្រាប់ user statement មិញហ្នឹងគឺយើងឃើញថាមាន user ចំនួន2ប៉ុន្តែឥឡូវគឺអត់ឃើញទេចឹងបានន័យថាការ delete ទៅលើ user ហ្នឹងគឺទទួលបានជោគជ័យអូខេតើតើជាមួយនឹងការបង្កើត user បន្ទាប់គឺ user ដែលមាន directory អញ្ចឹងតើជាមួយនឹងការបង្កើត user នេះដែរគឺវាស្រដៀងគ្នាគឺ comment វាមានលក្ខណៈស្រដៀងគ្នាទេដំបូងគឺយើងវាយ sudo user ដដែលមក add ខ្ញុំដាក់ឈ្មោះ city ដែរអត់ទេយើងត្រូវដាក់ slash m សិនបន្ទាប់ slash m ហើយគឺឈ្មោះuser របស់យើងអូខេហើយចូលទៅមើលវា /etc/pass ដឹងថាតើការបង្កើតនឹងបានឆ្នៃអូខេអញ្ចឹង user មិញគឺយើងបង្កើតហើយអញ្ចឹងដើម្បីបង្ហាញថាតើវាមាន directory អត់ក្នុង home គឺយើងត្រូវ cd/home អូខេហើយយើងដាក់ list មកអូខេអញ្ចឹង text នេះគឺជា user ដែលយើងបានបង្កើតមិញបានន័យថាគឺវាមាន directory ហើយអញ្ចឹងអូខេអញ្ចឹងចំណុចបន្ទាប់គឺយើងចូលទៅកាន់ user ហ្នឹងតើចង់ដឹងថានៅពេលដែលយើងចូលទៅគឺយើងអាចប្រើប្រាស់វាបានអត់អញ្ចឹងយើងវាយ comment មក sudo ហើយវាយឈ្មោះយើងឈ្មោះ user យើងអូខេវាទាមទារ password តែមិញយើងសង្កេតឃើញថានៅពេលដែលយើងបង្កើតគឺយើងអត់បានដាក់ password ទេ
ចឹងនៅពេលដែលយើងព្យាយាមដាក់ password គឺ authentication fail បានន័យថាមកពីយើងអត់ទាន់បានដាក់ password ទៅឲ្យលើ user មួយហ្នឹងទើប authentication fail ចឹងយើងត្រូវដាក់ password ហើយ commander អាចដាក់ password បានគឺ sudo passwd ហើយឈ្មោះ commander ឈ្មោះ user យើងមិញអូខេយើង set password យើងមកអូខេហើយអញ្ចឹងនៅពេលដែលយើងវាយ command ម្ដងទៀតចូលទៅកាន់ user sitech ហ្នឹងវាទាមទារ password ដាក់ password ហ្នឹងមកអូខេអញ្ចឹងកន្លែងនេះយើងវាយទៅ who am I អូខេបានន័យថាឥឡូវហ្នឹងគឺយើងកំពុងតែស្ថិតនៅលើ user sitech ចឹងបានន័យថាយើងអាចចូលមកកាន់ user sitech បានអូខេអញ្ចឹងយើងស្ថិតនៅលើ user sitech យើងបើចុច pwd មកកំហុសខ្ញុំបានន័យថាការបង្កើតទៅលើ user sitech ដែលមាន directory ហ្នឹងគឺទទួលបានជោគជ័យអញ្ចឹងយើងសាកចង់និយាយយើងសាកត្រឡប់ទៅកាន់ user ដើមរបស់យើងវិញគឺយើងឲ្យស៊ូត្រែយើងឲ្យឈ្មោះ user របស់យើងមក password 3អូខេwho am I អូខេ user អូខេអញ្ចឹងបានន័យថាគឺយើងអាច switch រវាង user ទាំងពីរហ្នឹងបានអញ្ចឹងបន្ទាប់ពីយើងធ្វើការបង្កើត user ដែលមាន directory ហើយគឺយើងចង់ delete user មួយហ្នឹងយើងវាយ command មកអូខេឥឡូវ cd មួយសិនអូខេបន្ទាប់ cd ហើយគឺយើងវាយ command sudo user deal sitech នៅពេលដែលយើងព្យាយាម delete គឺបានន័យថាកន្លែងនេះគឺ user sitech is currently used by process 1 2 40ចាំបានន័យថាវាកំពុងតែ process ចឹងយើងអាច delete វា directly បានហ្មងហើយយើងត្រូវប្រើប្រាស់ command kill ដែលយើងបានសិក្សាពីមុនអូខេអញ្ចឹងcommand kill គឺ sudo kill ធំលេខដែលធំជាងគេហើយវាយទៅលើលេខ process របស់យើងមកពី40អូខេបានន័យថាវា kill ហើយអញ្ចឹងឥឡូវយើងធ្វើការអូខេវា log out អញ្ចឹងយើងត្រូវការ connect ម្ដងទៀតអូខេplus មកធ្វើការ connect ម្ដងទៀតគេបើ password អូខេ connect ហើយ Ctrl L 1ដើម្បីធ្វើការ clear អញ្ចឹងបន្ទាប់ពីយើងធ្វើការ delete ហើយគឺយើងប្រើទៅលើ command cd /home អូខេ list មកអូខេអញ្ចឹងបានន័យថា user របស់យើងគឺនៅដដែលអញ្ចឹងបានន័យថាវាអត់ទាន់ delete បានជោគជ័យទេហើយជាមានបញ្ហាកន្លែងណាមួយអូខេអញ្ចឹងបើសិនជាយើងឆែកកន្លែងនេះវានៅដដែលគឺមើលយើងចូលទៅឆែកវានៅក្នុង passwd វិញអូខេអញ្ចឹង command cat /etc/pass_passwd អូខេអញ្ចឹង user ដែលយើងបាន delete មិញគឺវានៅដដែលចាំបានន័យថាការ delete របស់យើងគឺមានបញ្ហាត្រង់ចំណុចកន្លែងណាមួយអីអូខេអញ្ចឹងអូមិញយើងបានតែ delete process វាយើងអត់បាន delete ទៅលើ user យើងអត់បានប្រើ command delete ទេអូខេអញ្ចឹងយើង sudo មក sudo user del ហើយឈ្មោះ sitech password ដែលយើងដាក់មិញអូខេហើយយើងខាងដល់ទៀតមក etc/pass_wd អូខេអញ្ចឹងដោយសារតែមិញហ្នឹងយើង delete យើង kill បាន process វាហើយយើងអត់បាន delete ទៅលើ user ហ្នឹងណាអញ្ចឹងបានវានៅឃើញមិញហ្នឹងអូខេយើងចូលទៅកាន់ cd/home មកវាអូខេអូខេអញ្ចឹងមិនបានជាវានៅមានដដែលអូខេអញ្ចឹងអ្វីដែលយើង delete មិញគឺ delete ទៅ user អញ្ចឹងវានៅសល់ directory វាអញ្ចឹងយើងត្រូវធ្វើការប្រើ command មួយទៀតគឺ sudo rm/rws sitech
អូខេno ចង់ខ្ញុំផានកន្លែងសិនon yours អូខេអញ្ចឹងនៅពេលដែលយើងប្រើ command remove ទៅលើ directory មួយនេះគឺវាអត់អាចប្រើបានទេដោយសារតែនៅក្នុង directory មួយហ្នឹងគឺវាមាននៅតន័យផ្សេងទៀតដែលយើងអត់អាច delete គ្រាន់តែយើងប្រើ command ហ្នឹងគឺវា delete យកមកអញ្ចឹងយើងត្រូវប្រើ command ទៀតគឺ sudo om/rvs ctech អូខេអញ្ចឹងគឺវា remove ហើយអញ្ចឹងយើង cd /home នេះមកអូខេអញ្ចឹង directory ctech វិញគឺបានលុបចោលបាត់ហើយអញ្ចឹងបានន័យថាការលុបរបស់យើងគឺទទួលបានជោគជ័យអូខេអញ្ចឹងយើងមានវិធីមួយទៀតដែលអាចបង្កើត user បានដូចគ្នាដែលវាមាន home directory ដូចគ្នាទៅនឹងការបង្កើតទី2អញ្ចឹងយើង cd សិនមកទៅកាត់ទី1អូខេអញ្ចឹងតើតើជាមួយ command ហ្នឹងគឺយើងត្រូវវាយ sudo user add /m/s /in/bash ហើយឈ្មោះ user របស់យើងគឺ ctech enter មកអូខេយើងចូលទៅមើលថាតើបង្កើតហើយនៅ /pass អូខេអញ្ចឹងយើងឃើញកន្លែងនេះគឺ ctech អូខេហើយយើងចូលទៅកាន់ cd home យើងមកគឺ list គឺឃើញគឺនេះគឺ ctech បន្ទាប់មកគឺយើងធ្វើការដាក់ password ទៅឲ្យ user មួយហ្នឹង do passwd ctech 13អូខេ password update ហើយបន្តមកទៀតគឺយើងចូលទៅកាន់ user មួយហ្នឹងគឺ ctech password ហើយយើងនៅក្នុង home ហើយដល់តែយើងនៅ user មួយណាគឺ user ctech អូខេបានពីអូខេអញ្ចឹងឥឡូវយើងប្រើប្រាស់វិធីសាស្ត្រមួយទៀតដែលវាងាយស្រួលជាងហ្នឹងអញ្ចឹងដំបូងគឺយើងធ្វើការ switch ទៅលើ user មួយសិនអូខេអញ្ចឹងឥឡូវគឺខ្ញុំនៅលើ user តឡាអញ្ចឹងសម្រាប់ការបង្កើតទៅលើ user ដែលវាមានវិធីងាយស្រួលជាងហ្នឹងគឺអូខេអញ្ចឹង command ដែលយើងត្រូវវាយគឺ sudo add user រហូតដល់យើងវាយ user add អញ្ចឹងយើងតែ switch វាមក add user វិញមកហើយយើងដាក់ដោយសារខ្ញុំមាន user ctech អញ្ចឹងយើងដាក់ឈ្មោះផ្សេងគឺ maybe something like sp 6អញ្ចឹងទៅអូខេយើង add ហើយត្រង់ចំណុចនេះគឺវាឲ្យយើង set password មកមែនដូចមិញគឺយើងត្រូវចាំ add user ហើយបើយើង set up password ក្រោយអញ្ចឹងអានេះវាស្រួលយកតែមែនតើហ្មងអញ្ចឹងយើងវាយគ្រាន់តែដាក់ password យើងមកអូខេបានដាក់ទៀតអូខេកន្លែងនេះយើងចង់ដាក់ full name មកយើងដាក់ទៅចង់ដាក់ full member មិនដាក់ទេ phone phone order អូខេយើងគ្រាន់តែវាយចុចអក្សរ Y អូខេយើងប្រកាសបានជោគជ័យហើយយើងគ្រាន់តែខមមិននេះមកចាំដឹងថាចូលទៅ check មើលថាតើវាប្រកាសបានជោគជ័យនៅ etc/passwd អូខេចឹងតើឲ្យយើងមាន3 user តិចនេះគឺយើងបង្កើតមិញហើយនេះគឺជា user ដែលយើងបង្កើតដោយប្រើប្រាស់ command ដែលវាមានភាពងាយស្រួលជាងគេគឺadd user អូខេយើងទៅ cd/home នេះមកអូខេនេះគឺ directory របស់យើងតឡា sp យើងសាកចូលទៅកាន់ user មួយហ្នឹងមើលពី1 password អូខេយើងចង់អូខេចឹងយើងបាន switch មកកាន់ user $sp 2.6 ហើយនេះអូខេចឹងបានន័យថាការបង្កើត user មួយនេះគឺទទួលបានជោគជ័យហើយដើម្បីធ្វើការ switch ទៅកាន់ user ដើមរបស់យើងគឺយើងហៅថាវាយពាក្យថា exit មកយើងមិនបាច់ចាំ su ហើយដាក់ឈ្មោះ user របស់យើងទេយើងគាត់តែដាក់ exit ទៅហើយយើងសាក
ឲ្យមកគឺវាចូលមកកាន់ user ដើមរបស់យើងហើយ user ដែលយើងបង្កើតដំបូងគេអូខេអញ្ចឹងតើតើជាមួយនឹងចំណុចuser management នេះដែរគឺចប់ត្រឹមប៉ុណ្ណឹងអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានទស្សនា